បាទគ្រប់ជម្រាបសួរដល់បងប្អូនទាំងគ្នាដែលនិយមតាមដានទស្សនាវីដេអូរបស់ខ្ញុំនៅក្នុង channel 1M អញ្ចឹងបងប្អូនទាំងគ្នាថ្ងៃនេះគឺខ្ញុំមានវីដេអូមកប្រៀនបងប្អូនទាំងគ្នានៅក្នុងការបង្កើត PayPal សិង្ហបុរីអញ្ចឹងវីដេអូនេះគឺខ្ញុំអត់ដឹងថាវាបង្កើតបាន 100% ឬក៏មិនទេបើខ្ញុំធ្វើហើយខ្ញុំស្ទងវាមើលបើសិនជាវាជោគជ័យបងប្អូននឹងខ្ញុំនឹងបង្ហាញនៅក្នុងវីដេអូតែបើវាជោគជ័យគឺខ្ញុំនឹងបង្ហាញក្នុងវីដេអូដូចគ្នាអញ្ចឹងវីដេអូនេះខ្ញុំធ្វើ full គឺអត់បានកាត់បានអីទេប៉ុន្តែខ្ញុំធ្វើនៅលើ PC នៅលើ computer អញ្ចឹងបងប្អូនមុននឹងមាន Gmail មុននឹងទៅបង្កើត PayPal បងប្អូនត្រូវមាន Gmail ថ្មីសិនអញ្ចឹងសម្រាប់ខ្ញុំបង្កើតរួចហើយ Gmail របស់ខ្ញុំអូខេអញ្ចឹងបងប្អូនចូលមកច្រកមកនេះហើយយើង search វាធម្មតាដូចយើងប្រើប្រាស់រើដល់មកហើយដាក់ពាក្យថា PayPal នេះបងប្អូនរើពាក្យថា PayPal sign up នេះមកអូខេហើយបន្តមកបងប្អូនចុចលើគេនេះ business account ហើយបងប្អូនចុចមកបងប្អូនមក scroll មកក្រោមនេះកលេចមើលកន្លែងតុងជាតិហើយបងប្អូនរើសវាមកអញ្ចឹងវីដេអូនេះខ្ញុំធ្វើពី PayPal សិង្ហបុរីអញ្ចឹងដឹងថាវាបង្កើតឬក៏វា spam អីអត់វាមានបញ្ហាអត់យើងទស្សនាវីដេអូនេះតោះគ្នាយើងមើលការធ្វើរបស់ខ្ញុំតោះគ្នាបងប្អូនអូខេតែពេលយើងដាក់ហើយយើងអូសមើលវាទៀតថាត្រូវប្រទេសត្រូវអីអស់នោះតែពីត្រូវអស់ហើយយើងscroll ទៅលើវិញយើងធ្វើការ sign up វាតែម្ដងអូខេអញ្ចឹងវីដេអូនេះខ្ញុំធ្វើតាក់ទងជាមួយនឹង PayPal business អញ្ចឹងខ្ញុំរើសពាក្យថា business ហើយខ្ញុំចុច get start អញ្ចឹងបងប្អូនចុច get start អស់គ្នាមកហើយរងចាំបន្តិចឲ្យវាដើរមួយសិនអញ្ចឹងវាដល់កន្លែងនេះហើយបងប្អូនដាក់ឈ្មោះមកទី1យើងដាក់ឈ្មោះខ្ញុំដាក់ឈ្មោះខ្ញុំណាវីតាអូខេខ្ញុំដាក់ឈ្មោះអញ្ចឹងហើយបញ្ជាបងប្អូនអាកន្លែងនេះគឺអត់អាចដូរបានទេនេះគឺកន្លែងនេះចាំមើលគឺខ្ញុំអត់ខាត់នេះអាកន្លែងលេខនេះបងប្អូនដូរអត់បានណាបងប្អូនធ្វើការចូលទៅកន្លែងបើនៅ tab ថ្មីមួយហើយវាយពាក្យថាrandom address នេះបងប្អូននេះ random address generator ហើយបងប្អូនយកអាលើគេនេះហើយរើសពីកម្ពុជាមកដាក់សិង្ហបុរីយើងអាចសេអសមួយក៏បានដែរអញ្ចឹងនេះមើលមកនេះបងប្អូននេះឃើញសិង្ហបុរីហើយបងប្អូនចុច generate វាមកតែវា generate ហើយបងប្អូនមើលខាងក្រោមនេះអញ្ចឹងយើងមិនយើងត្រូវការលេខស័ព្ទអញ្ចឹងយើង copy លេខស័ព្ទហ្នឹងមកយើងយកមកដាក់សិនព្រោះលេខនេះគឺយើងអាច fake បានហើយយើងដាក់ Gmail ថ្មីរបស់យើងចូលខ្ញុំធ្វើការអូខេតែពេលយើងដាក់ Gmail មកហើយយើងវាយ Gmail ថ្មីយើងចូលមកហើយដាក់ password មកអូខេឥឡូវយើងធ្វើការដាក់ password សិនអញ្ចឹងយើងធ្វើការដាក់ password វាអញ្ចឹងលេខកូនហ្នឹងខ្ញុំដាក់ចេះមកហើយយើងទៅតែពីដាក់អស់ហើយយើងចុចភាគថាចុចគ្រីសមួយហើយបងប្អូនចុចនេះមកអញ្ចឹងវាត្រូវការហើយយើង verify បងប្អូនចុច verify វាមក verify ថាយើងមិនមែនជា robot អញ្ចឹងចុចគ្រីសមកគ្រីសមកអូខេគ្រីសទៀតអត់ត្រូវយើងគ្រីសច្រើនតិចយើងធ្វើការគ្រីសវាតែត្រូវណាបងប្អូនអូខេចឹងអត់ត្រូវទេវាស៊ីពេលខ្លាំងមែនទែនអា robot នេះខ្ញុំធុញណាចឹងអានេះប្រហែលជាអាចត្រូវព្រោះអានេះយើងស្រួលគ្រីសទេអូខ
ខ្ញុំគ្រីសតទៀតអញ្ចឹងឲ្យយើង verify សម្រាប់អូខេអញ្ចឹងវា approve ហើយអញ្ចឹងបន្ទាប់មកបងប្អូនចុចពាក្យថា send code អញ្ចឹងវាផ្ញើលេខកូដទៅ Gmail របស់យើងឬក៏ email របស់យើងហើយអញ្ចឹងខ្ញុំធ្វើការចាំវាបន្តិចអូខេអញ្ចឹងខ្ញុំបានកូដ4 4552 2k ហើយយើងចុច submit វាមកអូខេអញ្ចឹងវាចេញថា you are ready ចាំន័យថាវារួចរាល់ហើយវាកំពុងរងចាំអញ្ចឹងវាចេញបែបនេះបងប្អូនចុចពាក្យថា let's go មកហើយឬខាងលើគេនេះ individual seller ហ្នឹងដាក់ថាហើយនេះចុចមកវាចេញជា business tab អញ្ចឹងបងប្អូនរើមក individual អញ្ចឹងអូតក្រមពាក្យចុចពាក្យថា next អូខេអញ្ចឹងខ្ញុំដាក់ថ្ងៃទីមកហើយខែយើងខែប៉ុន្មានខែ04នេះឆ្នាំ2001សិង្ហបុរីកន្លែងនេះយើងដូរលេខបានបងប្អូនអញ្ចឹងខ្ញុំទៅការដូរលេខសិនដាក់លេខខ្មែរអញ្ចឹងបើសិនជាអានេះធ្វើទៅកើតបងប្អូនអាចឆាតមកយកបានបងប្អូនបើមុនបានមុនខ្ញុំឲ្យ free ខ្ញុំបានគិតលុយគិតកាក់អីទេបងប្អូនយកទៅប្រើចុះធ្វើមិនធ្វើទៅឲ្យទៅបានលុយអញ្ចឹងខ្ញុំធ្វើការដាក់លេខខ្ញុំចូលហើយទៅមកវាឲ្យយើងដាក់ទីតាំងអញ្ចឹងយើងចូល tab នឹងមកយើងដាក់មក tab ដែលយើងបង្កើតហើយបងប្អូនអញ្ចឹងយើងទៅ copy វាមកយើងមកផាសមកផាស2អញ្ចឹងកន្លែង city នេះបងប្អូនចុចចូលដូចគ្នាហើយដាក់សិង្ហបុរីនេះមកអូខេចុចចូលសិង្ហបុរីហ្នឹងហើយយកមកផាសមកចំណែក postal code បងប្អូនចុចចូលដូចគ្នាមកកន្លែង random ហ្នឹងមកនេះ1 2 3ដល់4ហ្នឹងមកដាក់វាមកចាំកាលទៀតអូខេអញ្ចឹងបងប្អូនបំពេញព័ត៌មានបែបបត់ឲ្យរួចរាល់ហើយបងប្អូនចុចពាក្យថា next បន្តទៀតមកអញ្ចឹងវាមានពាក្យថា original និង recommend អញ្ចឹងបើតែដាក់ original វាអាចនឹងខុសអីអញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនដាក់ recommend ទៅដាក់តាមវា recommend យើងអូខេបន្តមកចូលបែបនេះត្រង់បែបនេះបងប្អូនចុចគ្រីសកន្លែង use your first and last name ទៅមកបងប្អូនអូស scroll មកក្រោមមើលមកអញ្ចឹងអាកន្លែង primary យើងមិនដូរទេកន្លែងនេះយើងដាក់កន្លែង what produce or switch does your business also អញ្ចឹងបងប្អូនចុចរើសមករកពាក្យថា computer network អូខេរកមើលសិននេះបងប្អូននេះរើសពាក្យថា computer network information switch អញ្ចឹងយើងដាក់មកកន្លែង data យើងរើសវាអញ្ចឹងមកហើយបងប្អូនចុចពាក្យថា no គ្រីសកន្លែងនេះមួយ city បងប្អូនទៅកន្លែង random យើងមិញទៅ copy ពាក្យថាសិង្ហបុរីហើយយើងមកផាសនៅកន្លែងនេះវិញមកអូខេបន្ទាប់មកបងប្អូនចុច next អញ្ចឹងចាំមើលវាតមក step មកដំណាក់កាលរបស់វាចង់ដឹងថាវាមានអីប្លែកឬក៏មិនទៀតបងប្អូនមើលតោះគ្នាអញ្ចឹងវាចេញបែបនេះហើយវាឲ្យយើង go to home page អញ្ចឹងបងប្អូនចុច go to home page នឹងមកអញ្ចឹងរងចាំវាបន្តិចឲ្យវាដំណើរការអូខេបងប្អូន account នេះគឺជោគជ័យបងប្អូនអញ្ចឹងអាកន្លែងនេះខ្ញុំសូមដាក់ជាដាក់ជាលុយដុល្លារចាកន្លែង add balance នេះខ្ញុំមើលសិនគេ add មិន add fund មើលវាចានេះគេឲ្យយើងដាក់ bank ដាក់អីយើងអត់ទាន់ដាក់ទេអូខេ account របស់យើងគឺរួចរាល់ហើយបងប្អូនអរគ្នានេះ account គឺស្អាតអញ្ចឹងវានៅ submit information access យើងមើលវាមកវាត្រូវការគេឲ្យយើង submit គេអញ្ចឹងវាតើបង្កើតមកវាគឺវាត្រូវការតក្កប័ណ្ណខ្ញុំថា
account ណាក៏ដោយគឺវាត្រូវការតាក់ឈ្មោះបានចំណែកតាក់ឈ្មោះបាននេះខ្ញុំត្រូវការទៅយកពីក្នុង desktop របស់ខ្ញុំទៅរកមើលសិន document ចឹងអត់មានទេถ้าអ្នកមានទេខ្ញុំត្រូវការទៅយកពីTelegram រកមើលសិន Telegram របស់ខ្ញុំចឹងនៅកន្លែងនេះយើងអូសដាក់កន្លែង photo នេះស្រួលនឹងរកចឹងវានៅនេះអូខេបន្តមកយើង clear ចេញមកយើងចូលមកកន្លែង resource ហើយបងប្អូនចុច upload វាមកតែភាគច្រើនខ្ញុំ upload ដាក់ទៅក្នុងទូរស័ព្ទទេវាលឿនអូខេចឹងអត់ទាន់ឃើញទេបាត់តាណាបាត់ហើយហ្នឹងបាត់តាណាចឹងដាក់អល់មកអត់នេះឃើញហើយអូខេចឹងវាសុំ form ជា JPG តែខ្ញុំដាក់អីចឹងវាអត់ត្រូវបងប្អូនចឹងខ្ញុំ submit វា upload file ចឹងមិនន័យថាវាអត់នេះទេចឹងអាកន្លែងនេះខ្ញុំ verify ជាតាក់ឈ្មោះបានខ្ញុំជាមួយនឹងទូរស័ព្ទហើយកុំព្យូទ័រហ្នឹងខ្ញុំអត់សូវចេះទេចឹងអស់ហើយបងប្អូនគឺអាចបង្កើតហើយនេះទៅចេញរូបដុល្លារចេញរូបលុយចឹងយើងហីនេះមើលកន្លែង active នេះហើយញ៉ាំប៉ណ្ណឹងយើងហីប៉ណ្ណឹងតលេងហ្គេមដកបានហើយអញ្ចឹងមកវីដេអូខ្ញុំមានប៉ុណ្ណឹងនេះកន្លែងដាក់ link bank បងប្អូន link account កន្លែងដាក់ link account បងប្អូនចុចកន្លែងនេះactive មើលសិននេះត្រូវ active ចុចកន្លែងនេះ pay and get pay នេះមកបងប្អូនចុចពាក្យថា bank and card អញ្ចឹងចុចចូលកន្លែងហ្នឹងមកអូខេបន្តមកបងប្អូនរើសក្រោយនេះបើយើងនៅស្រុកខ្មែរយើងប្រើ Visa card ទទួលលុយអត់មានធនាគារក្រៅប្រទេសគេទេអញ្ចឹងចុចកន្លែងនេះមកឲ្យវាដើរមកឡើយចាំវាបន្តិចនេះអាកន្លែងនេះលេខ Visa card ហើយដល់ពេលយើងដាក់លេខតកន្លែងនេះវា select ឲ្យយើងថាយើងប្រើ Visa card ឬក៏ប្រើ Master card អីតែខ្ញុំរៀបមកបងប្អូនប្រើ Visa card គឺស្រួលហើយតាក់ទងកន្លែងនេះបងប្អូនពេលដាក់ចូលត្រូវមានលុយយ៉ាងតិច$2បងប្អូនហើយកន្លែងនេះកន្លែង expire card របស់យើងហើយនឹង CV Visa card របស់យើងហើយបន្ទាប់បងប្អូនវៃបំពេញ information បងប្អូនអស់ហើយបងប្អូនចុចពាក្យថា link card ហ្នឹងមកអូខេហើយបងប្អូនអាច link card ខ្លួនឯងបានហើយអត់បាច់ចាំឲ្យគេ link ឲ្យអីទេចឹងវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនបើថាពេញចិត្តកុំភ្លេចជួយចុច subscribe channel របស់ខ្ញុំមួយផងឬក៏ចាប់អារម្មណ៍មើលទៅវាតំណងបងប្អូនអាចឆាតមកយកបានបងប្អូនខ្ញុំអត់ថាអីបើតើបងប្អូនត្រូវការឲ្យយកទៅលុយឆាតមកខ្ញុំបើថាចង់បាន TikTok ទៀតខ្ញុំបង្កើត free បង្កើត TikTok ឲ្យទៀតយកទៅលុយឲ្យទៅបានបើខ្ញុំរកលុយអត់ទាន់បានហ្នឹងដល់ក៏ចឹងវីដេអូគឺមានប៉ុណ្ណឹងបងប្អូនបាយបាយជួបគ្នានៅវីដេអូក្រោយ